ប្រធានប្រសិទ្ធិសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថានអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជាចាប់ពីថ្ងៃទី2ដល់ថ្ងៃទី5ខែកុម្ភៈតបតាមការអញ្ជើញរបស់សម្ដេចតេជោហ៊ុនសែនតាមការអញ្ជើញរបស់សម្ដេចតេជោហ៊ុនសែនប្រធានប្រសិទ្ធិនៃកម្ពុជាលោកស៊ីយ៉េតយ៉ូសាហ្វរ៉ាសាហ្គីឡានីប្រធានប្រសិទ្ធិនៃសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាននិងជាប្រធានស្ថាបនិកនៃសន្តិសិទ្ធិប្រធានសភានៃអន្តរសភា ISC ដឹកនាំគណៈប្រតិភូព្រឹទ្ធសភាប៉ាគីស្ថានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅប្រជាណាចក្រកម្ពុជាចាប់ពីថ្ងៃទី2ដល់ថ្ងៃទី5ខែកុម្ភៈឆ្នាំ2026នៅក្នុងអំឡុងពេលបំពេញទស្សនកិច្ចលោកស៊ីយ៉េតយ៉ូសាហ្វរ៉ាសាហ្គីឡានីនិងគណៈប្រតិភូនឹងចូលក្រាបបង្គំគាល់ព្រះករុណាព្រះបានសម្ដេចព្រះបរមនាថនរោត្តមសីហមុនីព្រះមហាក្សត្រនៃកម្ពុជាព្រមទាំងអញ្ជើញជួបទ្វេភាគីជាមួយសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានប្រសិទ្ធិកម្ពុជានិងជួបសម្ដែងការគួរសមចំពោះសម្ដេចមហារដ្ឋសភាអធិការធិបតីខួនសូដារីប្រធានរដ្ឋសភាកម្ពុជានិងសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជាទស្សនកិច្ចផ្លូវការរបស់ប្រធានប្រសិទ្ធិប៉ាគីស្ថាននៅកម្ពុជានឹងជំរុញការរឹតចំណងមិត្តភាពទំនាក់ទំនងទ្វេភាគីនិងកិច្ចសហប្រតិបត្តិការសភាកម្ពុជាប៉ាគីស្ថានឲ្យកាន់តែជិតស្និទ្ធនិងជាពិសេសរួមចំណែកដល់ការលើកកម្ពស់របៀបវារៈការទូតសភារបស់កម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោហ៊ុនសែនប្រធានប្រសិទ្ធិការកសាងនិងរក្សាសន្តិភាពព្រមទាំងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់និងពិភពលោកតាមរយៈការសន្ទនានិងកិច្ចសហប្រតិបត្តិការអន្តរជាតិ